បន្ទាប់ពីការប្រយុទ្ធគ្នាបង្ហូរឈាមអស់ពេល21ថ្ងៃចាប់ពីថ្ងៃទី7ខែធ្នូដល់ថ្ងៃទី27ខែធ្នូឆ្នាំ2025ប្រទេសថៃបានកាន់កាប់ទីតាំងចំនួន14ដែលជាទឹកដីស្របច្បាប់របស់កម្ពុជានៅក្នុងខេត្តចំនួន4កម្ពុជាតវ៉ាថាជាការរំលោភបំពានដោយខុសច្បាប់សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាចុះថ្ងៃទី3ខែមករាឆ្នាំ2026លាតត្រដាងថាកងកម្លាំងប្រដាប់អាវុធថៃបានបើកប្រតិបត្តិការវាយលុកផ្នែកយោធាដែលបានគិតទុកជាមុននិងជាប្រព័ន្ធទៅលើទីតាំងជាច្រើនតាមបណ្ដោយព្រំដែនដែលមានការទទួលស្គាល់ជាអន្តរជាតិដោយវាយសម្រុកចូលទន្ទ្រានកាន់កាប់និងឈរជើងនៅក្នុងភូមិព្រៃច័ន្ទភូមិជោគជ័យភូមិបឹងត្រកួនក្នុងខេត្តបន្ទាយមានជ័យតំបន់ភ្លុកដំរីនិងច្រកអន្តរជាតិថ្មដាក្នុងខេត្តពោធិ៍សាត់តំបន់អូស្មាច់ប្រាសាទខ្នាប្រាសាទតាក្របីប្រាសាទតាមាន់ធំតំបន់ជប់អង្គុញនិងតំបន់ជោគគ្រោះក្នុងខេត្តឧត្តរមានជ័យនិងតំបន់អានសេះតំបន់តាថាវតំបន់ភ្នំទ្របក្នុងខេត្តព្រះវិហារក្រសួងការបរទេសកម្ពុជាឲ្យដឹងថាក្រោយមានបទឈប់បាញ់យោធាថៃថែមទាំងបានវាយកំទេចផ្ទះសម្បែងរបស់ពលរដ្ឋខ្មែរបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនទៀតរបស់កម្ពុជាហើយយោធាថៃក៏បានបន្តបិទសិទ្ធិរបស់ជនភៀសកម្ពុជាជាច្រើនមិនឲ្យវិលត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញក្រសួងការបរទេសចង់ឲ្យបង្ហាញថាទង្វើនេះរំលោភទៅនឹងធម្មនុញ្ញអង្គការសហប្រជាជាតិដែលហាមឃាត់ការប្រើប្រាស់កម្លាំងប្រឆាំងបូរណភាពទឹកដីនៃរដ្ឋមួយផ្សេងទៀតនិងរំលោភអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ1949ដែលហាមឃាត់ការបំផ្លាញទ្រព្យសម្បត្តិបុគ្គលឯកជននិងរបស់រដ្ឋសេចក្តីថ្លែងការណ៍ដដែលក៏បានសង្កត់ធ្ងន់ផងដែរថាព្រំដែនគោកកម្ពុជាថៃត្រូវបានកំណត់ដោយផែនទីដែលបង្កើតឡើងក្រោមអនុសញ្ញាឆ្នាំ1904និងសន្ធិសញ្ញាឆ្នាំ1907ហើយគណៈកម្មការព្រំដែនរួមត្រូវបានបង្កើតឡើងដើម្បីកំណត់ព្រំដែនដោយសន្តិវិធីការកាន់កាប់ដែនដីកម្ពុជាដោយកម្លាំងគឺគ្មានតម្លៃតាមផ្លូវច្បាប់និងមិនអាចបង្កើតសិទ្ធិស្របច្បាប់ណាមួយបានឡើយរដ្ឋាភិបាលកម្ពុជាបានទាមទារឲ្យថៃបញ្ឈប់សកម្មភាពយោធាអរិភាពទាំងអស់ជាបន្ទាន់ដកកងទ័ពបុគ្គលិកនិងសម្ភារៈយោធារបស់ខ្លួនទាំងអស់ចេញពីទឹកដីកម្ពុជានិងគោរពទៅតាមបទឈប់បាញ់និងកិច្ចព្រមព្រៀងទ្វេភាគីប្រទេសថៃមិនទាន់ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជានៅឡើយគិតត្រឹមម៉ោង 4 រសៀលថ្ងៃទី3ខែមករាក៏ប៉ុន្តែមុននេះមួយថ្ងៃអ្នកនាំពាក្យកងទ័ពជើងគោកថៃព្យាយាមបកស្រាយថាទឹកដីដែលថៃកាន់កាប់ក្នុងអំឡុងនិងក្រោយពេលប្រយុទ្ធគឺជាទឹកដីដែលខ្លួនបានបាត់បង់40ឆ្នាំមកហើយជាការលើកឡើងដែលកម្ពុជាបានច្រានចោលខ្ញុំរស់សុធាពី News Today NPTV AG Food នឹងទទួលផលិតស្បៀងអាហារដែលអាចរក្សាទុកបានយូរនិងមានរសជាតិឈ្ងុយឆ្ងាញ់សម្រាប់បងប្អូនជនភៀសក៏ដូចជាវរៈកងទ័ពអាហារដែលមានសុវត្ថិភាពសម្បូរសារធាតុចិញ្ចឹមគ្រប់គ្រាន់តាមតម្រូវការរបស់បងប្អូន